សូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែខាងភាគីថៃទេដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជារស់នៅនិងធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានបាត់បង់ជីវិតចំនួន17នាក់ក្នុងនោះមានទារក1នាក់ផងដែរនិងរងរបួសចំនួន77នាក់នេះជាតួលេខគិតត្រឹមថ្ងៃទី16ខែធ្នូឆ្នាំ2025ត្រឹមវេលាម៉ោង6ល្ងាចការប្រើប្រាស់សភាវុធធនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 រថយន្តបាញ់រ៉ុកែត DTI-2 drone ទម្លាក់គ្រាប់បែកចង្កោមបាញ់ផ្សែងពុលនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាគឺជាការរំលោភបំពានដ៏ច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរ